ទូដល់ពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីនៅក្នុងคลิปវីដេអូនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នារវាងភាពខុសគ្នានៃវិធីការគណនារវាងសុរិយាថៃហើយនិងសុរិយាខ្មែរអញ្ចឹងនៅក្នុងសុរិយាខ្មែរយើងគឺមានផ្កាយចំនួន9ដួងបើសិនយើងគិតចាប់ពីផ្កាយអាទិត្យច័ន្ទអង្គារពុធព្រហស្បតិ៍សុក្រសៅរ៍រាហូហើយនិងផ្កាយកេតុចំណែកផ្កាយអ៊ុយរ៉ានូសដែលយើងធ្លាប់ហៅថាផ្កាយម៉ាលីធីយើហ្នឹងគឺអត់មានការគណនានៅក្នុងហោរាសាស្ត្រខ្មែរយើងទេប៉ុន្តែបើសិនជាយើងចង់គណនាតាក់ទងជាមួយនឹងផ្កាយ3ដួងទៀតដូចជាផ្កាយអ៊ុយរ៉ានូស ណេបទូនហើយនិងផ្កាយភ្លូតូគឺយើងប្រើការគណនាបែបនិរាយណៈឬក៏សកលអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីភាពខុសគ្នារវាងការគណនានៅក្នុងសុរិយាខ្មែរយើងហ្នឹងគឺខុសគ្នាទៅនឹងសុរិយាថៃចាប់ពីផ្កាយអង្គារទៅដល់ផ្កាយកេតុគឺមានការគណនាខុសគ្នាទាំងស្រុងចំណែកផ្កាយច័ន្ទហើយនិងផ្កាយអាទិត្យមានការគណនាដូចគ្នាអញ្ចឹងអ្វីដែលខុសគ្នាគឺការគណនាផ្កាយអង្គារទៅដល់ផ្កាយកេតុអញ្ចឹងនៅក្នុងរូបភាពនៃវីដេអូនេះគឺបង្ហាញអំពីការគណនារបស់ផ្កាយព្រះអង្គារចំណែកនៅខាងនេះវិញគឺជាឧទាហរណ៍មួយដែលគណនាតកតងទៅនឹងសុរិយាថៃអញ្ចឹងខ្ញុំសូមបង្ហាញបន្តិចទៅចំពោះការគណនាសុរិយាថៃហ្នឹងគេត្រូវរកមធ្យមរវិសិនហើយយកមធ្យមព្រះអាទិត្យដកនឹង20លីបដាបន្ទាប់មកបានគេរកកម្លាំងព្រះគ្រោះដែលគេហៅថាសរុបអាប់ហ្នឹងបន្ទាប់មកបានគេទៅរកការគណនារបស់ផ្កាយព្រះអង្គារចំណែកនៅក្នុងហោរាសាស្ត្រខ្មែរយើងគឺគេអត់ធ្វើដោយរបៀបហ្នឹងទេគឺគេធ្វើតាមរបៀបដែលខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការគណនាសម្ពុតផ្កាយព្រះអង្គារនៅក្នុងវីដេអូពេញប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញត្រួសទាក់ទងជាមួយនឹងវិធីគណនាសម្ពុតផ្កាយព្រះអង្គារហ្នឹងគឺយើងគណនាតាមឯកសាររបស់លោកហ្វារ៉ូគាត់ធ្លាប់ចូលមកសិក្សាទាក់ទងជាមួយនឹងហោរបស់យើងគឺលោករៀននៅហោវាំងបន្ទាប់មកលោកបានផលិតជាសៀវភៅមួយដែលទាក់ទងទៅនឹងការគណនាសម្ពុតផ្កាយរបស់ខ្មែរយើងនៅក្នុងសៀវភៅរបស់លោកហ្វារ៉ូគឺមានការគណនាទាំងប្រតិទិនសម្ពុតផ្កាយផងដែររួមជាមួយនឹងសូរគ្រាសច័ន្ទគ្រាសអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅស្វែងរកសៀវភៅរបស់លោកហ្វារ៉ូនៅលើ Google ក៏បានដែរប៉ុន្តែសរសេរជាភាសាបារាំងទោះបីជាយ៉ាងណាក៏ដោយខ្ញុំនឹងបង្ហាញវិធីគណនាទាក់ទងទៅនឹងសម្ពុតផ្កាយព្រះអង្គារដែលខ្ញុំបានបកប្រែជាភាសាខ្មែរអញ្ចឹងនៅក្នុងវីដេអូនេះគឺការគណនាសម្ពុតផ្កាយព្រះអង្គារអញ្ចឹងគឺយើងគណនានៅថ្ងៃទី16មេសាឆ្នាំ2022អញ្ចឹងអ្នកទាំងអស់គ្នានឹងបានឃើញរូបមន្តនេះហើយអញ្ចឹងនៅក្នុងរូបមន្តហ្នឹងគេយកហរគុណបូកជាមួយនឹង633ចែកនឹង687នេះគឺជារូបមន្តនៃការរកមធ្យមរបស់ផ្កាយព្រះអង្គារអញ្ចឹងវាអាចធ្វើឲ្យយើងដឹងថាភាពខុសគ្នានៃការគណនារវាងសម្ពុតផ្កាយព្រះអង្គាររបស់ខ្មែរយើងហើយនិងសុរិយាថៃគឺខុសគ្នាទាំងស្រុងអញ្ចឹងនៅក្នុងវីដេអូនេះប្រសិនបើអស់លោកអ្នកចង់ដឹងឬក៏ចង់ចេះអ្នកទាំងអស់គ្នាអាចឆាតមករកខ្ញុំបានខ្ញុំនឹងផ្ញើវីដេអូឬក៏ឯកសារតាក់ទងជាមួយនឹងការគណនាសម្ពុតសុរិយាខ្មែរយើងនឹង free អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមិនបានបង្ហាញឲ្យក្បោះក្បាយទេប៉ុន្តែខ្ញុំមានសៀវភៅនិងអាចដាក់ឲ្យ download ដោយសេរីអញ្ចឹងនៅក្នុងវិធីគណនាសម្ពុតផ្កាយព្រះអង្គារហ្នឹងគឺមានភាពខុសគ្នាជាមួយនឹងសម្ពុតសុរិយាថៃអញ្ចឹងអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងការគណនាផ្កាយព្រះអង្គារហ្នឹងទាំងរបៀបធ្វើជា Excel ឬក៏យើងធ្វើជាដោយដៃក៏បានដែរគឺនៅក្នុងមេរៀននឹងទាំងអស់ដោយដែលខ្ញុំបានអធិប្បាយសរសេរនៅក្នុងមេរៀននឹងសម្រាប់អ្នកទាំងអស់គ្នាអាចយកទៅសិក្សាបានអញ្ចឹងនៅក្នុងការគណនាសម្ពុតផ្កាយព្រះអង្គារពុទ្ធប្រហោះសុកសៅនឹងគឺមាន4ចលនាដែលគេហៅថាចលនាទី1ចលនាទី2ចលនាទី3ហើយនិងចលនាទី4
ចឹងវាអាចខុសគ្នាជាមួយនឹងសម្ពុតផ្កាយរបស់គេចឹងចលនាទី1យើងអាចហៅថានៅក្នុងចលនាទី1ចឹងនៅក្នុងចលនាទី1ហ្នឹងគឺខ្ញុំបានបង្ហាញនៅក្នុងមេរៀនរបស់យើងហ្នឹងគឺយើងរកផលសុភាពមកហើយយើងធ្វើយ៉ាងហៅថាសម្ពុតឯកហ្នឹងបន្ទាប់មកទៀតគឺសម្ពុតតោបាទសម្ពុតតោមកគឺសម្ពុតត្រីសម្ពុតត្រីមកគឺអាចចូលដល់សម្ពុតរបស់ផ្កាយអង្គារតែម្ដងចឹងនៅក្នុងចលនានីមួយៗគឺវាមានទំនាក់ទំនងនឹងគ្នាចឹងចំពោះការគណនាហោរាសាស្ត្ររបស់ខ្មែរយើងហ្នឹងគឺតកតងទៅនឹងការគណនាចាប់ពីផ្កាយអង្គាររហូតទៅដល់ផ្កាយកេតុហ្នឹងគឺមានភាពខុសគ្នាទាំងស្រុងទៅនឹងសុរិយាថ័យបើសិនបើលោកអ្នកចង់បានឯកសារតកតងទៅនឹងការគណនាសុរិយាថ័យសុរិយាតខ្មែរហ្នឹងជាភាសាខ្មែរអ្នកនរគ្នាអាចឆាតមកខ្ញុំបានខ្ញុំនឹងចែកជូនដោយសេរីចឹងតកតងជាមួយនឹងការចងជារូបមន្ត Excel ក៏មានដែរសម្រាប់លក់បើសិនបើអ្នកនរគ្នាត្រូវការអញ្ចឹងនៅក្នុងការគណនារបស់ខ្មែរយើងដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺមានភាពខុសគ្នារវាងសុរិយាតខ្មែរនិងសុរិយាថៃមិនមែនជាការខុសគ្នារវាងគណនាលក្ខណៈនោះទេអញ្ចឹងវិធីគណនាលក្ខណៈខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅវីដេអូក្រោយ